បន្ទាប់ពីបានធ្វើការសាកសួរសាកសីរួចហើយតុលាការក៏បានធ្វើការសាកសួរចុងចម្លើយឈ្មោះសុកបូរ៉ាក្រោយពីបានសួរឈ្មោះអាយុអាស័យដ្ឋានជាដើមរបស់ចុងចម្លើយរួចហើយចៅក្រមក៏បានបញ្យល់អំពីគោលគំនិតនៃការធ្វើសច្ចាប្រណិធាននិងការដាក់ទណ្ឌកម្មក្នុងករណីដែលធ្វើសេចក្តីថ្លែងការណ៍មិនពិតហើយបានបង្កប់ឲ្យចុងចម្លើយសច្ចាបន្ទាប់ពីនេះខ្ញុំសូមសួរសំណួរពាក់ព័ន្ធនឹងរឿងក្តីនេះចុងចម្លើយបានខ្ចីហើយបានទទួលប្រាក់$8,000ពីដើមចោតដោយធ្វើកិច្ចសន្យានៅថ្ងៃទី1ខែមិថុនាឆ្នាំ2004ដោយកំណត់រយៈពេលខ្ចី24ខែការប្រាក់10%ក្នុងមួយឆ្នាំហើយការប្រាក់នៃការយឺតយ៉ាវ20%ក្នុងមួយឆ្នាំតើនេះមែនឬទេបាទពិតមែនលោកចៅក្រមនៅថ្ងៃទី1មិថុនាឆ្នាំ2006ចុងចម្លើយបានទៅផ្ទះលោកខៀវអាតដែលជាដើមចោតជាមួយប្រពន្ធតើមែនទេបាទមែនតើលោកអញ្ជើញទៅគុំនងបីដែរខ្ញុំទៅផ្ទះលោកខៀវអាតដើម្បីសងប្រាក់$6,000ដែលជាប្រាក់កម្ចីមួយភាគតើលោកត្រូវសងប្រមាណដែរប្រាក់ដើមបូកសរុបនឹងការប្រាក់សម្រាប់2ឆ្នាំទៀតគឺ$9,600តើលោកបានត្រៀម$9,600ឬយ៉ាងណាបាទខ្ញុំបានសន្សំមួយខែពី$300ទៅ$500ដាក់ក្នុងគណនីធនាគារខ្ញុំបូកសរុបបាន$10,000មានទៅដល់$10,000ដែរហេតុអ្វីបានជាលោកមិនសងឲ្យអស់នៅក្នុងខែមីនាឆ្នាំ2006ឪពុកខ្ញុំគាត់ក្អកខ្លាំងហើយគាត់ទៅពេទ្យគ្រូពេទ្យពិនិត្យទៅឃើញថាគាត់មានជំងឺមហារីកសួតហើយត្រូវវះកាត់នៅបាងកកចំណាយអស់ប្រហែល$10,000ខ្ញុំបានខ្ចីប្រាក់ពីសាច់ញាតិខ្លះតែមិនគ្រប់ហើយក៏បានដក$5,000ពីប្រាក់ដែលខ្ញុំបានសន្សំដើម្បីសងនោះទៅ$6,000នោះតើលោកបានមកពីណាដែរខ្ញុំបានដក$5,000ពីគណនីធនាគារខ្ញុំហើយ$1,000ទៀតបានខ្ចីពីពូខាងប្រពន្ធខ្ញុំឈ្មោះសៅតារាដូច្នេះលោកបាននិយាយប្រាប់លោកសៅតារាថាខ្ចីប្រាក់$1,000ដើម្បីសងឲ្យដើមចោតមែនទេមិនបាននិយាយពីបំណុលនោះទេព្រោះខ្មាស់គាត់មុនថ្ងៃទី1មិថុនា2006នោះតើលោកបាននិយាយអំពីជំងឺរបស់ឪពុកលោកទៅឲ្យដើមចោតដើម្បីសុំពន្យាពេលឬទេមិនដែលសុំពន្យាពេលទេហេតុអ្វីបានជាអញ្ចឹងខ្មាស់គាត់ដោយសារតែអាចសងបានតែមួយភាគហើយគិតថាប្រហែលជាអាចរកប្រាក់មកសងគាត់បានគ្រប់ចំនួនពេលទៅផ្ទះដើមចោតល្ងាចថ្ងៃទី1ខែមិថុនានោះតើលោកបានប្រាប់ដើមចោតមុនដែរឬទេបាទមុននឹងទៅថ្ងៃនោះខ្ញុំបានប្រាប់គាត់ថាខ្ញុំនឹងយកប្រាក់ទៅសងគាត់ពេលនោះតើលោកបាននិយាយប្រាប់គាត់ថាអាចសងតែមួយភាគគឺ$6,000ដែរឬទេខ្ញុំមិនបានប្រាប់ទេតើលោកបានប្រាប់ឲ្យដើមចោតត្រៀមវិក័យប័ត្រទុកជាមុនដែរឬទេមិនបានទេហេតុអ្វីបានជាមិនប្រាប់គាត់ជាមុនថាយក$6,000ទៅសងគាត់ហើយសូមឲ្យគាត់ត្រៀមវិក័យប័ត្រពេលនោះខ្ញុំគិតឃើញតែបញ្ហាសងមិនបានគ្រប់ចំនួនក្រៅពីនឹងគ្មានគិតអ្វីទាំងអស់តើនៅផ្ទះដើមចោតលោកបាននិយាយអ្វីខ្លះដែរខ្ញុំបានសងលោកខៀវអាត$6,000នៅ$3,600ទៀតខ្ញុំបានសូមគាត់ឲ្យពន្យាពេលបន្តិចពេលនោះខ្ញុំបានប្រាប់គាត់ពីជំងឺរបស់ឪពុកខ្ញុំហើយគាត់ក៏មានចិត្តអាណិតអាសូរខ្ញុំគាត់ក៏លើកលែងបំណុល$3,600នោះទៅពេលនោះខ្ញុំបានសូមគាត់ចេញវិក័យប័ត្រ$6,000នោះដែរតែគាត់ប្រកែកមិនចេញឲ្យខ្ញុំទេពេលសងប្រាក់នោះតើលោកបាននិយាយអ្វីខ្លះចំពោះដើមចោតនោះខ្ញុំបាននិយាយថាខ្ញុំត្រៀមប្រាក់មិនបានគ្រប់ចំនួនទេថ្ងៃនេះខ្ញុំយកមកតែ$6,000ប៉ុណ្ណោះសូមចេញវិក័យប័ត្រ$6,000ដល់ខ្ញុំផងហើយក៏ហុច$6,000ដែលខ្ញុំបានដាក់ក្នុងស្បោងមួយជូនគាត់ទៅលោកបានសង$6,000ឲ្យគាត់ហើយតើ$6,000នឹងមានក្រដាស់ប្រាក់យ៉ាងណាខ្លះណាក្រដាស់$20ចំនួន300សន្លឹកលោកបានសងប្រាក់$6,000ហើយបានសុំឲ្យគាត់សរសេរវិក័យប័ត្រមែនទេបាទពិតមែនពេលនោះតើដើមចោតមានប្រតិកម្មយ៉ាងណាដែរគាត់បាននិយាយថាពិតមែនតែបានទទួលប្រាក់$6,000តែដោយសារមិនបានគ្រប់ចំនួនដូច្នេះមិនអាចចេញវិក័យប័ត្របានទេ
ហើយអ្វីបានជាចុងចម្លើយសុំឲ្យដើមចោតចេញវិក័យប័ត្រដូច្នេះ ពេលខ្ចីឬសងប្រាក់ខ្ញុំតែងតែគិតថាត្រូវមានវិក័យប័ត្រ ហើយពីមុនតើចុងចម្លើយធ្លាប់ឲ្យដើមចោតខ្ចីប្រាក់ដែរឬទេ បាទដែរ ចោះពេលដែលដើមចោតសងប្រាក់កម្ចីនោះតើលោកបានចេញវិក័យប័ត្រឲ្យគាត់ដែរឬទេ បាទបានសរសេរដែរ ពេលនោះតើលោកសរសេរដោយខ្លួនឯងឬដើមចោតសុំ លោក QR ជាមនុស្សប្រឹតព្រៀងណាស់គាត់ជាអ្នកប្រាប់ឲ្យខ្ញុំសរសេរ លើកនេះនៅថ្ងៃទី1មិថុនានោះពេលសង$6,000គេបាននិយាយឲ្យចេញវិក័យប័ត្រតើលោកគិតឃើញយ៉ាងណាដែរ សមមិនគ្រប់ចំនួនគាត់មិនចេញវិក័យប័ត្រដូចជាមិនសមសោះក៏ប៉ុន្តែពេលនោះខ្ញុំគិតឃើញថាដើមចោតខឹងខ្លាំងដោយសារតែមិនបានសងឲ្យគាត់គ្រប់ចំនួនដូច្នេះក៏មិនដឹងធ្វើដូចម្តេច តើលោកបានទាមទារឲ្យគាត់សរសេរវិក័យប័ត្រម្ដងទៀតឬទេ អត់ទេ ហេតុអ្វីបានលោកមិនទាមទារឲ្យដើមចោតសរសេរវិក័យប័ត្រចំពោះទឹកប្រាក់$6,000នោះម្ដងទៀត ខ្ញុំនឹងគាត់ត្រូវជាមិត្តភក្តិយូរណាស់មកហើយដូច្នេះខ្ញុំមិនដែលគិតថានឹងមានបញ្ហាសងឬអត់ពេលនោះខ្ញុំសងនៅខ្វះ$3,600ទៀតហើយគ្មានអ្វីអាចដោះស្រាយកើតផងដែរ ចំពោះប្រាក់ដែលនៅសល់$3,600នោះតើដើមចោតបាននិយាយយ៉ាងណាដែរ គាត់បាននិយាយថាប្រាក់$3,600ដែលនៅសល់នោះពេលណាទើបអាចសងបាន តើលោកឆ្លើយយ៉ាងណាដែរ ខ្ញុំសូមទោសគាត់ហើយឆ្លើយថាខ្ញុំនឹងខំសងឲ្យបានយ៉ាងឆាប់ខ្ញុំខំសន្សំបាន$10,000តែឪពុកខ្ញុំគាត់មានជំងឺត្រូវវះនៅបាងកកហើយអាចសងបានតែ$6,000ទេ តើលោកគិតសង$3,600នោះពេលណាដែរ ខ្ញុំគិតថានឹងខំប្រឹងប្រែងសងឲ្យបានឆាប់រហ័ស តើលោកគិតរូបប្រាក់យ៉ាងណាដើម្បីសង ខ្ញុំគិតថានឹងខំប្រឹងប្រែងធ្វើការឲ្យសន្សំសម្រាប់សង តើជំងឺលោកឪពុករបស់លោកវះកាត់ហើយបានជាដែរឬទេ អត់ទេដោយសារតែជំងឺមហារីកដូច្នេះក្រោយពីវះកាត់នៅបាងកកខែឧសភាហើយគ្រូពេទ្យនិយាយថាត្រឡប់មកកម្ពុជាវិញត្រូវព្យាបាលបន្តទៀត ក្រោយពេលវះកាត់ហើយតើគ្រូពេទ្យបាននិយាយអំពីការព្យាបាលត្រូវចំណាយអស់ប្រមាណទៀតឬទេ បាទមានគាត់ប្រាប់ថាត្រូវចំណាយអស់ប្រហែល$10,000ទៀត ជាក់ស្ដែងតើលោកបានបង់ចំណាយសម្រាប់ព្យាបាលអស់ប្រមាណទៀត ពុកខ្ញុំគាត់ស្លាប់នៅខែធ្នូឆ្នាំ2006ក្រោយពេលត្រឡប់ពីបាងកកខែកក្កដាមកចំណាយអស់ប្រហែល$8,000ទៀត តើលោកបានបង់តែម្ដងឬយ៉ាងណាដែរ ទេតាមខ្ញុំចាំនៅខែកក្កដាខ្ញុំបានបង់ថ្លៃពេទ្យប្រហែលខ្ទង់$4,000ហើយពីខែសីហាដល់ខែធ្នូខ្ញុំបានបង់ប្រហែល$1,000ក្នុងមួយខែ តើប្រាក់នោះលោករកបានពីណាដែរ ខ្ញុំបានខ្ចីពីគេខ្លះហើយសន្សំសំចៃដោយកាត់បន្ថយចំណាយប្រចាំថ្ងៃ ពេលដែលលោកនិយាយអំពីជំងឺរបស់ឪពុកលោកតើដើមចោតមានប្រតិកម្មយ៉ាងណាដែរ គាត់និយាយថាអូអីចឹងឯងពិតជាពិបាកណាស់ដែរណប្រាក់ដែលនៅខ្វះនោះមិនបាច់សងទេ តើពេលនោះលោកធ្វើយ៉ាងណាដែរ ពេលនោះខ្ញុំភ្ញាក់យ៉ាងខ្លាំងហើយនិយាយចំពោះលោក QR ថាសូមអរគុណនេះចំជាមិត្តសម្លាញ់មែនហើយពេលនោះប្រពន្ធខ្ញុំនៅចំហៀងខ្ញុំក៏បានថ្លែងអំណរគុណផងដែរ ដូច្នេះលោកគ្មានរំពឹងថាដើមចោតនឹងលើកលែង$3,600ឲ្យលោកមិនអញ្ចឹង បាទអត់ទេ ហេតុអ្វីបានជាអញ្ចឹង ទឹកប្រាក់$3,600ពិតជាមិនតិចទេក៏ប៉ុន្តែដើមចោតជាអ្នកមានដែរហើយខ្ញុំក៏បានគិតឃើញខ្លះដែរថាប្រហែលជាអាចមានការលើកលែងក៏មិនដឹង ក្រោយពេលគេសួរលោកថាអង្កលទើបលោកអាចសងប្រាក់ដែលនៅសល់រហូតដល់គេលើកលែងនោះតើមានរយៈពេលប្រហែលជាប្រមាណនាទីដែរ ខ្ញុំចាំមិនច្បាស់ទេតែប្រហែលជា10នាទីមើលទៅ ក្នុងរយៈពេល10នាទីនោះតើលោកបាននិយាយអ្វីខ្លះក្រៅពីជំងឺរបស់ឪពុករបស់លោក ក្រៅពីនោះអត់ទេ ក្រោយពេលគេលើកលែងនោះ
តើលោកបានសុំឲ្យគេចេញវិក័យប័ត្រស្ដីពីប្រាក់$6,000នោះដែរឬទេ ទេអត់បានសុំទេ ហេតុអ្វី ដោយសារតែគេលើកលែងខ្ញុំក៏សប្បាយចិត្តខ្លាំងភ្លេចរឿងហ្នឹងទៅ តើលោកបានសុំឲ្យគេសរសេរជាលិលាអក្សរអំពីការលើកលែងនោះដែរឬទេ ទេមិនបានសុំទេ ហេតុអ្វី ដោយសារតែគាត់ជាមិត្តផងហើយណាមួយខ្ញុំសប្បាយចិត្តខ្លាំងដោយសារតែការលើកលែងនោះគ្មាននឹកឃើញអ្វីទេពេលនោះ ក្រោយថ្ងៃទី1ខែមិថុនាតើដើមចោតបានតាក់ទងនឹងលោកដែរឬទេ ក្នុងខែមិថុនានោះគេមិនបានតាក់ទងមកទេតែចូលខែកក្កដាស្រាប់តែគាត់ទាមទារខ្ញុំសង$3,600 ពេលគេនិយាយដូចនេះតើលោកគិតយ៉ាងណាដែរ ខ្ញុំគិតឃើញថាវាមិនសមព្រោះគាត់បានលើកលែង$3,600ឲ្យខ្ញុំរួចហើយដូច្នេះហើយបានជាដំបូងខ្ញុំបានជួបគាត់ប្រមាណដងដែរតែក្រោយពីនោះខ្ញុំបានធ្វើជាអត់នៅផ្ទះលុះចូលដល់ខ្ទង់ខែកក្កដាស្រាប់តែ QR បាននៅផ្ទះខ្ញុំសឹងតែរាល់ថ្ងៃហើយស្រែកជេរខ្ញុំថាអាចោសងប្រាក់អញមក ហេតុអ្វីបានជាដើមចោតធ្វើដូចនេះតើលោកយល់ឃើញយ៉ាងណា ខ្ញុំមិនដឹងអំពីមូលហេតុទេខ្ញុំគិតឃើញថាគាត់ធ្វើអញ្ចឹងទៅដូចជាក្បត់មិត្តភក្តិដែរ ក្រោយខែកក្កដាតើលោកធ្លាប់បានបញ្ជាក់ពីដើមចោតថាលោកបានសងប្រាក់$6,000រួចហើយដែរឬទេ ទេមិនដែលទេ ខ្ញុំសូមបញ្ចប់សំណួររបស់ខ្ញុំត្រឹមនេះហើយលោកតំណាងចង់ចម្លើយតើលោកចង់សួរបញ្ជាក់អ្វីថែមទៀតដែរឬទេ បាទលោកចក្រមបន្តពីនេះខ្ញុំសូមសួរដូច្នេះសូមចង់ចម្លើយមើលទៅលោកចក្រមហើយឆ្លើយឲ្យបានលឺនិងច្បាស់លោកចក្រមខ្ញុំសូមបង្ហាញភស្តុតាងវាយវ័នតើបានឬទេ បាទសូមអញ្ជើញ តាមរបាយការណ៍ធនាគារនេះនៅថ្ងៃទី1មិថុនាលោកបានដកប្រាក់$5,000ពីគណនីលោកហើយនេះគឺជាប្រាក់មួយភាគនៃប្រាក់$6,000ដែលលោកបានសងទៅឲ្យដើមចោតតើមែនឬទេលោក បាទនឹងហើយ នៅថ្ងៃទី1ខែមិថុនាឆ្នាំ2006នោះលោកគ្មានគិតឃើញថាដើមចោតនឹងធ្វើមិនដឹងនៅថ្ងៃណាមួយទេមិនអញ្ចឹងទេលោក មិនដែលនឹកឃើញតទៅសោះ លោកបានបង់ថ្លៃព្យាបាលជំងឺឪពុកលោកនៅខែកក្កដាមិនមែនខែមិថុនាទេមិនអញ្ចឹងទេលោក បាទមែន មានន័យថានៅខែមិថុនាលោកបានដកប្រាក់ពីធនាគារនោះគឺសម្រាប់តែសមបំណុលទៅឲ្យដើមចោតប៉ុណ្ណោះក្រៅពីនេះលោកគ្មានមូលហេតុអ្វីនឹងដកប្រាក់នោះទេ បាទមែនហើយនៅថ្ងៃទី1មិថុនានោះខ្ញុំមិនដែលគិតឃើញថាដកប្រាក់ដើម្បីយកមកសំអាងហេតុភូតភរថាខ្ញុំបានសងប្រាក់ទៅឲ្យ QR ក្នុងរឿងក្តីនេះជាដាច់ខាត លោកចក្រមខ្ញុំបាទសូមបង្ហាញភស្តុតាងវាយធូរតើបានដែរឬទេ បាទសូមអញ្ជើញ នេះគឺជាកិច្ចសន្យាខ្ចីបរិភោគដែលលោកបានធ្វើជាមួយនឹងលោកសៅតារាអំពីប្រាក់កម្ចី$1,000ហើយដែលជាប្រាក់មួយភាគនៃប្រាក់$6,000តើមែនឬទេលោក បាទមែនបូកនឹងប្រាក់ដែលបានដកពីធនាគារទៅសរុបទាំងអស់បាន$6,000 ប្រាក់$6,000ដែលលោកបានសងទៅឲ្យដើមចោតតើលោកបានឃើញដើមចោតចំណាយទៅលើអ្វីដែរឬទេ បាទឃើញ តើគាត់ចាយទៅអ្វីដែរ តាមមើលគាត់យកទៅទិញរថយន្តមក Toyota Camry ហើយពេលមុនខ្ញុំមិនដែលឃើញគាត់មានរថយន្ត Camry ទេតែក្រោយពីថ្ងៃ1មិថុនាខ្ញុំឃើញ Q Aron កូនប្រុសច្បងរបស់លោក QR ជិះរថយន្ត Camry ប៉ុន្មានដងដែរ ចំពោះលោកមានចិត្តសុំទោសដើមចោតដោយសារតែលោកមិនអាចសងឲ្យគ្រប់ចំនួននៅទឹកប្រាក់$9,600នៅថ្ងៃទី1មិថុនានោះតាមកិច្ចសន្យាមែនឬទេលោក បាទពិតមែន ដោយសារតែមានចិត្តដូច្នេះហើយបានជាលោកមិនអាចទាមទារខ្លាំងឲ្យដើមចោតចេញវិក័យប័ត្រឲ្យលោកតើពិតទេលោក បាទពិតមែនហើយដោយសារតែមានចិត្តសុំទោសនេះហើយបានជាខ្ញុំមិនហ៊ានទាមទារខ្លាំងឲ្យគាត់ចេញវិក័យប័ត្រនោះឥឡូវនេះខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង
បាទខ្ញុំសូមបញ្ចប់សំណួរត្រឹមនេះ បាទសូមអញ្ជើញលោកតំណាងដើមចោតសូមអញ្ជើញសួរ បាទលោកចៅក្រមខ្ញុំមានសំណួរមួយចំនួនដែរ まず領収書についてお尋ねしますけれどもあなたの先ほどのね ចឹងខ្ញុំចង់សួរពាក់ព័ន្ធនឹងវិក័យប័ត្រ 1000ドルを返した際に ពេលដែលដើមចោតនិយាយថាគាត់មិនអាចចេញវិក័យប័ត្រជូន そうしたところ ដោយសារតែសងមិនគ្រប់ចំនួន 全額でないから ហេតុអ្វីបានជាពេលនោះ 全額でない លោកមិននិយាយវិញថា 言われた បើមិនសរសេរវិក័យប័ត្រទេសូមសង$6000 書いてくれる មកវិញអញ្ចឹងឬ ドルを返してくれとそういったことは言わなかったんですか ខ្ញុំមិនបាននិយាយទេ それから以前原告からね ពេលមុន ドルを返してもらったことがあり ពេលដើមចោតសងប្រាក់កម្ចី$1000ជូនលោក 領収 លោកបានចេញវិក័យប័ត្រតាមការទាមទាររបស់ដើមចោតមិនអញ្ចឹង 自分だって領収書を書いたのだから ហេតុអ្វីបានជាមិនទាមទារដូចគ្នានេះដែរទៅ 領収書を書いてくれとそういったことは求めなかったんですか បាទខ្ញុំមិនបានទាមទារទេ លោកដឹងដែរថាវិក័យប័ត្រគឺជាវត្ថុសំខាន់ណាស់សម្រាប់បញ្ជាក់ការសងប្រាក់ បាទដឹងដែរក៏ប៉ុន្តែដោយសារតែលោកខៀវអាចជាមិត្តភក្តិខ្ញុំហេតុនេះហើយខ្ញុំក៏មិនគិតឃើញថាវាធ្ងន់ដំឡើងទេ លោកបានខ្ចីប្រាក់ពីលោកសៅដារ៉ាដែលជាសាច់ញាតិនោះដោយមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរមិនអញ្ចឹង បាទមែន ទោះជារវាងសាច់ញាតិក៏ដោយក៏លោកបានសន្យាបង់ការប្រាក់ត្រឹមត្រូវមិនអញ្ចឹងដែរទេ បាទ ទោះជាយ៉ាងណាក៏ដោយ តែរវាងសាច់ញាតិខ្ញុំយល់ថាមិនចាំបាច់មានកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេមិនអញ្ចឹងទេឬ នេះគឺដោយសារតែ$1000ជាទឹកប្រាក់ចំនួនច្រើនហេតុនេះហើយខ្ញុំក៏មិនចង់ឲ្យមានវិវាទស្ដីពីខ្លឹមសារនៃកិច្ចសន្យាឬក៏មិនចង់ឲ្យមានបញ្ហាថាបានប្រកួតប្រាក់ជាដើមនៅពេលក្រោយដូច្នេះហើយទោះជាសាច់ញាតិក៏ដោយខ្ញុំក៏ត្រូវធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរដែរ ដូច្នេះមានន័យថាទោះជារវាងសាច់ញាតិក៏ដោយក៏លោកយល់ឃើញថាកិច្ចសន្យាមានសារៈសំខាន់ណាស់ពាក់ព័ន្ធនឹងការខ្ចីប្រាក់មែនអញ្ចឹងឬ បាទ ហើយរវាងដើមចោតដែលគ្រាន់តែជាមិត្តនោះលោកក៏ដឹងណាស់ហើយថាវិក័យប័ត្រមានសារៈសំខាន់ណាស់ដែរមែនទេឬ បើលោកមិនឆ្លើយទេនោះខ្ញុំសូមសួរសំណួរផ្សេងទៀតយល់តាមសម្ដីរបស់លោកលោកបានសង$6000ហើយដើមចោតបានលើកលែង$3600ដូច្នេះលោកអស់មានជំពាក់បំណុលដើមចោតទៀតហើយមិនអញ្ចឹងទេឬ បាទ បើអញ្ចឹងប្រសិនជាលោកសុំឲ្យដើមចោតចេញវិក័យប័ត្រគេច្បាស់ជាឲ្យហើយមិនអញ្ចឹងទេឬ ប្រហែលជាអញ្ចឹងក៏មិនដឹងដែរប៉ុន្តែខ្ញុំមិនបានសុំទេដូច្នេះក៏មិនដឹងឆ្លើយយ៉ាងណាដែរ អញ្ចឹងបន្ទាប់មកខ្ញុំសូមសួរអំពីចំណាយសម្រាប់ព្យាបាលឪពុកចុងចម្លើយជាបន្តបន្ទាប់នោះវិញបូកសរុបអស់$8000តើលោករកបានមកពីណាទៅតើលោកខ្ចីពីអ្នកណាខ្លះដែរទៅ ខ្ញុំបានខ្ចីពីច្រើនអ្នកដូច្នេះចាំមិនច្បាស់ទេ ចឹងនៅខែកដាលោកបាននិយាយថាលោកបានបង់អស់$4000តើលោកខ្ចីប្រាក់នោះពីអ្នកណាដែរ គឺជាប្រាក់ដែលបានមកពីធ្វើការហើយនឹងប្រាក់កម្ចី តើលោកខ្ចីពីអ្នកណាដែរ ខ្ញុំមិនចាំទេ ពេលខែកក្កដានោះប្រសិនជាមានអ្នកឲ្យលោកខ្ចីហេតុអ្វីបានជាលោកមិនខ្ចីពីអ្នកនោះដើម្បីសងដើមចោត$9600នៅថ្ងៃទី1មិថុនានោះដែរទៅ នៅពេលនោះខ្ញុំមិនបានខ្ចីទេ
អញ្ចឹងនៅថ្ងៃ1មិថុនាលោកបានដក$5,000ហើយនៅក្នុងគណនីធនាគាររបស់លោកនៅសល់$200ហើយដោយបានជាលោកមិនយក$200នោះទៅបង់ថ្លៃពេទ្យដែរនោះទៅ ប្រហែលជាបានយកទៅបងដែរក៏មិនដឹងចាំមិនច្បាស់ទេ តាមពិតលោកបានយកប្រាក់$6,000ដែលលោកបាននិយាយថាសងទៅឲ្យដើមចោតនោះបងសម្រាប់ព្យាបាលឪពុកលោកបន្តទៀតមិនអញ្ចឹងទេឬ ទេមិនមែនទេខ្ញុំមិនភូតភរទេសូមជឿខ្ញុំចុះ ខ្ញុំសូមបញ្ចប់សំណួរត្រឹមនេះលោកចៅក្រម លោកតំណាងចុងចម្លើយតើមានសំណួរបន្ថែមឬទេ បាទអត់ទេលោកចក្រម បើអញ្ចឹងខ្ញុំសូមសួរមួយទៀតស្ដីពីវិក័យបាត់បង់ថ្លៃពេទ្យតើលោកមានដែរឬទេ ប្រហែលជាខ្ញុំចោលអស់ទៅហើយ បាទសូមអរគុណដូច្នេះខ្ញុំសូមបញ្ចប់ការសាកសួរចុងចម្លើយត្រឹមនេះសូមអរគុណចុងចម្លើយ